Oh my god my favorite house ហ្មងអ្នកគ្នាអ្នកគ្នាចាក់សម័យមើលបើសិនជាយើងជាម្ចាស់ផ្ទះឥឡូវហ្នឹងណាហើយឌីកបែបអញ្ចឹងហើយផ្ទះធំល្វឹងល្វើយអញ្ចឹងសួរថាអូយក្តីសោកខ្លាំងហ្មងនិយាយទៅមិនត្រឹមតែកន្លែងទទួលភ្ញៀវធំទូលំទូលាយប៉ុណ្ណឹងឯងអ្នកនរគ្នាខ្ញុំនិយាយមែន best ហ្មងគឺអាឡៃនេះគឺមានបន្ទប់មួយអ្នកគ្នាបន្ទប់នេះគឺជាបន្ទប់ដែលអ្នកនរគ្នាអាចឲ្យមនុស្សចាស់នៅបានបើសិនជាអ្នកគ្នាមានគ្រួសារបែបធំណាមានន័យថាគ្រួសារធំអញ្ចឹងកន្លែងនេះអាចឲ្យចាស់ចាស់នៅបានទៀតសំខាន់ទីធ្លានៅមុខផ្ទះនេះគឺស្អាតមកអូនាំអ្នកនរគ្នាទៅមើលទីធ្លាអាខាងមុខសិនខ្ញុំនិយាយមែនឲ្យអ៊ុយហ្មងមកទៅតាមខ្ញុំស្អាតខ្លាំងអូ my god បើឥឡូវយើងកន្លងតិចតោះខ្ញុំនិយាយមែនដើរមកដល់កន្លែងនេះគឺសួនច្បារគេបែបលក្ខណៈpremium ចូលអូយអត់មានអ្នកគេដឹងថាខ្ញុំក្រទេបងប្អូននៅណាប៉បនិយាយពីថាអូយក្តីសោកពេញលេញហ្មងជាលក្ខណៈមានគ្រួសារមានអីហើយឥឡូវខ្ញុំនាំអ្នកនេះទៅក្រោយនេះក៏អែមដែរអ្នកគ្នានិយាយទៅផ្ទះនេះហ៎អត់ដល់50ម៉ឺនទេអ្នកគ្នា30ម៉ឺនជាងឯងហើយសល់ដីឯអ្នកគ្នាដាំតំណាំដាក់កន្លែងអីក៏បាននិយាយទៅគឺរបៀបអូយធំសាហាវនេះអ្នកគ្នាខ្ញុំនាំទៅអ្នកគ្នាទៅខាងក្រោយនិយាយទៅខាងនេះគឺគេយើងអាចដាំបន្លែឬមកក៏យើងដាំដើមឈើអីបានតាមចិត្តណាហើយនេះគឺផ្ទះបាយយើងអ្នកនរគ្នាតែតិចទៀតចាំខ្ញុំប្រាប់នៅខាងក្រោយនេះនៅសល់កន្លែងមកតំហឹងមនុស្សចាស់ទៀតនេះអូយចង់និយាយចឹងហើយជាក្រានបាយហើយខាងក្រោយនេះក៏សល់ដែរខាងក្រោយនេះអ្នកគ្នាអាចដាំអីបានទៀតណាសល់ខ្លាំងហើយក៏មុខនោះកន្លែងចោះដានអូនាំអ្នកគ្នាទៅខាងមុខម្ដងចឹងឥឡូវយើងមកខាងមុខវិញណាអ្នកគ្រាន់តែបិទភ្នែកសម័យថាផ្ទះជាផ្ទះរបស់យើងហើយតម្លៃគឺសំរុំមែនតើហ្មងអ្នកនរគ្នាធំទូលាយហើយដូចគាត់ស្អាតចឹងហ្មងនិយាយទៅនេះកន្លែងយើងដាក់ឡានណាគេមានកន្លែងដាក់ឡានទៀតហើយធំមែនតើធំសាហាវនេះ Oh my god my favorite house ហ្មងអ្នកគ្នាអូធំមែនតើនៅកន្លែងនេះយើងអាចដាក់ឡានបាន2ដាក់ឡានបាន2អ្នកគ្នាយ៉ាត់ច្រឡំហ៎តោះចឹងឥឡូវខ្ញុំឡើងមកខាងលើបើកភ្លើងឲ្យមាន3បន្ទប់ណាអ្នកគ្នាណាខាងលើអញ្ចឹងកន្លែងនៅខាងលើហ្នឹងក៏មានកន្លែងទទួលភ្ញៀវដែរធំមែនតើហើយយើងអាចធ្វើការបានបើសិនជាដាក់ជាលក្ខណៈ office ក៏បានដែរនិយាយទៅគឺអែមមែនតើហើយកន្លែងនេះគឺជាបន្ទប់មេគ្រួសារអានេះធំមែនតើកន្លែងដាក់កៅអៅកន្លែងដាក់កាបូបដាក់តាមចិត្តអ្នកនរគ្នាទៅហើយចូលមកដល់ក្នុងគឺកន្លែងគេងរបស់យើងគឺធំមែនតើនេះអូយអាហ្មងរស់នៅបែបរបៀបអភិជនអញ្ចឹងណាចានេះអូក្តីសោកខ្ញុំនិយាយមែនមកឆាច់ជីវិតនេះអត់មានន័យកើការខំប្រឹងរលុយដើម្បីទទួលបានអារម្មណ៍បែបរស់នៅអញ្ចឹងណាគេOh my god ចឹងបើជ្រោយយើងមានជាលក្ខណៈគ្រួសារហើយយើងប្រកាសជាចង់បានកូនដែរត្រូវអត់ចឹងគេមានបន្ទប់របៀបកូនដែលគាត់អាចនៅបានឲ្យធំមែនតើចឹងយើងអាចបែងចែកទៅបើសិនណាគេគាត់មានកូន2កូន3អីក៏យើងអាចស្រែតាមនឹងដែរកុំភ័យបើមានកូនតទៀតក៏យើងនៅមានបន្ទប់មួយទៀតដែរអ្នកនរគ្នាចឹងនេះគឺជាបន្ទប់មួយទៀតដែរនិយាយទៅនៅខាងលើនេះគឺបន្ទប់មាន3នេះខាងនេះមួយទៀតនៅខាងលើក៏មានបន្ទប់ដែរបច្ចៈមួយ